អាល្អិតជួបអញសំណាងធំហើយខ្ញុំជាភេកដៃសេះកែវព្រើកំរឆ្នាំមីមានតម្លៃដល់ទៅ80 billion មិននឹកស្មានថាតម្លៃដល់80 billion សោះជួងភេកសេះកែវព្រើឆ្នាំមីគេថានរណាឃើញភេកនេះនឹងផុតគ្រោះផុតភ័យជួយលើករិស័យសំណាងលុយកាក់ជាត្បូងដុំកុំមកជួបលើលោកអាល្អិតមើលស្អែកកែវចង់ទិញថ្មត្បូងមែនអីវ៉ាន់នៅកន្លែងអញមុខក្រញ៉ៅដូចឯងទិញមិនរួចទេប្រញាប់ចេញទៅគុំមករាំងផ្លូវរកស៊ីអញថៅកែថ្មទាំងនេះលក់យ៉ាងម៉េចអីវ៉ាន់ឡៃឡុង1គីឡូ100យ៉នជ្រើសរើសតាមចិត្តចង់ទិញថ្មកោះសម្បកមែនខាងនោះសុទ្ធតែថ្មដងចាស់យ៉ាងថោក11000ដុំហឹមអាល្អិតមានលុយទិញអត់ហាហាថៅកែខ្ញុំទើបតែចូលប្រឡូកតើទិញប៉ុន្មានដុំលេងយកទៅឲ្យក្មេងនៅផ្ទះលេងតើថ្មមួយដុំនេះមើលទៅទំនងតាជាមួយគំនុំមួយនេះខ្ញុំយកទាំងអស់គិតលុយសរុបមកអូខេបានគំនុំនេះបុកដុំនេះសរុប8គីឡូយក800យ៉នទៅយកចុះអីយ៉ាប្អូនប្រុសឈួតមែនទេយក800យ៉នមកទិញថ្មអេចាយអស់នេះសុទ្ធតែថ្មចោលកាត់ទៅសំបីតែកំតិចភេកក៏គ្មានផងចាត់ទុកថាយកលុយបោះចោលហើយចាស់មែនហើយមើលដុំដែលវារើសចុះសុទ្ធតែស្នាមខ្មៅក្នុងរង្វង់ដឹងគ្នាយ៉ាងច្បាស់ថ្មបែបនេះ100ជាថ្មសឲ្យទេក៏មិនយកផងទៅចេញទៅពួកឯងមិនទិញក៏មកញញ៉ៃថយចេញឲ្យឆ្ងាយភ្លាមណែឯងនេះហើយហេអាល្អិតលឺនៅគេខាត់អញអស់ហើយបើមិនចង់ទិញទេឥឡូវស្ទាយក្រោយនៅតាន់ពេលណាថៅកែមិនបាច់ស្ដាយក្រោយទេត្រឹម800យ៉នសោះទិញលេងឲ្យសប្បាយតើហូហូម្នាក់ទៀតហើយដែលត្រូវគេបោកថ្មអន់បែបនេះអញទិញមកតែ1គីឡូ10យ៉នទេលក់បន្តចំណេញបាន10ដងមនុស្សល្ងងច្រើនមែនបោកប្រាស់ស្ទើរតែមិនទាន់ហេណែអាល្អិតឈប់សិនតូបយើងមានច្បាប់ទិញថ្មដំហើយត្រូវតែកាត់នៅនឹងកន្លែងហាមយកទៅបាត់ណាមានច្បាប់ចម្លែកចេះដែរមិនក៏ខ្ញុំមិនដែលលីសោះហឹមនៅតូបអញគឺមានច្បាប់ចឹងមិនក៏មិនហ៊ានខ្លាចកាត់មកចំថ្មចោលអាប់មុខមែនទេអើទៅតែកាត់នៅនឹងឲ្យពួកយើងមើលថ្មថ្លៃ800យ៉នអាចកាត់បានត្បូងស្អាតប៉ុណ្ណាអញភ្នាល់បារីមួយកញ្ចប់កាត់មកដឹងតែរលត់ហើយសំបីតែកំតិចភេកល្អក៏គ្មានផងបានកាត់ក៏កាត់ថៅកែនៅទីនេះមានម៉ាស៊ីនកាត់តាមែនទេខ្ចីប្រើបន្តិចហើយបើចង់ទះមុខខ្លួនឯងនៅមុខគេបែបនេះខ្ញុំនឹងបំពេញបំណងមនុស្សគ្រប់គ្នាគិតថាប្រាក់800យ៉នរបស់ខ្ញុំមុខជីចោលទេហើយតែគ្មាននរណាដឹងទេថាទិដ្ឋភាពបន្តទៀតនឹងធ្វើឲ្យផ្លូវលក់របស់បុរាណទាំងមូលភ្ញាក់ផ្អើលឆាកល្ខោនល្អចាប់ផ្ដើមហើយអូហូមើលច្រឡំរត់នឹងចេញត្បូងហើយទឹកស្អាតណាស់ព្រះអើយជាប្រភេទត្បូងកញ្ចក់ក្នុងរឿងព្រេងតើពិតជាត្បូងមរកតដ៏អស្ចារ្យមែនកប់សេរីហើយពិតជាត្បូងមរកតដ៏អស្ចារ្យមែនថែមទាំងមានក្រឡាផ្កាខៀវទឹកចាស់ល្អទៀតលើកនេះមានធំហើយមិនអាចទេរឿងនេះមិនក៏អាចទៅរួចថ្មដែលពោពេញដោយកាកសំណល់មួយដុំនេះមិនក៏អាចកាត់ចេញត្បូងកញ្ចក់ផ្កាខៀវបានធ្វើបានមែនតើខ្ញុំសំណាងខ្លាំងណាស់យកបានហើយឈួតលប់អស់ហើយឈួតលប់មែនទែនហើយចំណាយ800ទិញបានត្បូងកញ្ចក់តម្លៃ80,000លានអាល្អិតនេះមានសំណាងទេវតាមែនអាយមិញខ្ញុំទើបតែគាត់មិនឲ្យទិញសោះហាតាមពិតមនុស្សល្ងងគឺខ្លួនឯងសោះនេះទើបជាស្ដេចទិញលៀបពិតប្រាកដមិនអាចទេខ្ញុំបែរជាលក់ត្បូងរកតម្លៃ80,000លានក្នុងតម្លៃថោក800យ៉នសោះនេះគ្រាន់តែជាការចាប់ផ្ដើមនៃសាច់រឿងប៉ុណ្ណោះបន្ទាប់មកទៀតខ្ញុំនឹងប្រាប់ពីដំណើរផ្លាស់ប្ដូរជោគវាសនារបស់ខ្ញុំឲ្យបានដឹងយូនេះមិនមែនជាម្នាក់ដែលត្រូវហាង Kia Pavilion ទិញចោលពីបតលួចអីវ៉ាន់ទេអីមិនក៏រត់មកដើររើសអេចាយនៅតូបចិញ្ចាំផ្លូវអីចឹង Habel Shell មើលបំណែកត្បូងនៅក្នុងដៃវាចោះហឹមប្រហែលជារំពឹងអានឹងដើម្បីសង់ពី5លានហើយដឹងអស់សំណាយកប់សេរីហើយទើបតែរកបានលុយកាក់ដំបងសោះក៏ជួបនឹងអាពួកចង្រៃបោហ្គេងនិងមីយលុបភ្លាមជួបគ្នាតាមផ្លូវចង្អៀតមែនខ្ញុំប្រាប់ Xi Jinping កំណត់ពេល3ថ្ងៃកន្លងផុត1ថ្ងៃហើយលុយដែលជំពាក់ចំនួន2-5លាននោះរកបានដល់ណាហើយអាយ៉ូ Bell Shell រៀងក្រីក្ររបស់វាចុះកុំថាឡើយ2-5លានហាសំបី 25,000 ក៏គ្មានផងហឹមអាល្អិតប្រញាប់លុតជង្គង់ក្រាបសំពះ Bell Shell ទៅក្រែងលោ Bell Shell ចិត្តល្អបន្ធូរបន្ថយពេលឲ្យប៉ុន្មានថ្ងៃហាហេគ្រាន់តែ2-5លានសោះធ្វើឲ្យប្រញាប់ប្រញល់ថ្នាក់ហ្នឹងកុំបារម្ភមិនខ្វះមួយកាក់មួយសេនទេហាអាយ៉ូអើយ Xi Jinping ឲ្យក្អេងក្អាងខ្លាំងណាស់តើ
មានន័យថារកលុយបានគ្រប់ហើយមែនទេចុះលុយនឹងលួចគេមកមែនទេនិយាយមកហាអេបាវឆែវអាល្អិតនេះមិញនេះពួកយើងឃើញនឹងភ្នែកទិញថ្មតម្លៃ800យ៉នកាត់បានត្បូងកញ្ចក់ផ្កាខៀវហឺគេរកលុយបានដោយសមត្ថភាពពិតប្រាកដនេះជាចំណេញធំបំផុតនៅយេងហៅឆ្នាំនេះហើយគ្រាន់តែសំណាងល្អដូចឆ្កែជួចចំបាទេដូចឆ្មាខ្វាក់ប៉ះកណ្ដុរស្លាប់ប៉ុណ្ណោះគ្រាន់តែសំណាងល្អស្មានតែខ្លួនឯងជាមនុស្សអស្ចារ្យមែនសំណាងអីអញ្ចឹងមកភ្នាល់គ្នាតែម្ដងទៅមើលថាខ្ញុំពឹងលើសំណាងឬសមត្ថភាពពិតប្រាកដចង់ភ្នាល់ជាមួយលោកប្រុសបេលផងឯងសំដែរស៊ីហ្សែនឈៀងឯងចង់ភ្នាល់យ៉ាងម៉េចញីតាស្អែកពីពណ៌ដេញថ្លៃថ្មយើងហៅបើកហើយពួកយើងទៅរើថ្មឆាម្នាក់មួយដុំនៅទីនោះហើយកាត់មើលនៅកន្លែងផ្ទាល់ថ្មនរណាមានតម្លៃខ្ពស់ជាងនរណានោះឈ្នះបើខ្ញុំចាញ់លុយពី5លាននោះខ្ញុំសុំដុបជា5លានតែបើខ្ញុំឈ្នះវិញត្រូវតែសុំទោសខ្ញុំជាសាធារណៈព្រមទទួលថាបានទម្លាក់កំហុសចាប់ខ្ញុំលួចដូរថ្មឆៅហើយទៅយកលិខិតជំពាក់លុយ8សែនដែលឪពុកខ្ញុំជំពាក់ត្រកូលបែលមកឲ្យខ្ញុំវិញភ្នាល់ជាមួយខ្ញុំភ្នាល់ជាមួយអញប៉ុន្តែត្រូវថែមលក្ខខណ្ឌមួយទៀតបើអញចាញ់មិនត្រឹមតែសង5លានទេត្រូវលុបជង្គង់ក្រាបសំពះខ្ញុំ3ដងនៅមុខគេអញហើយខ្ញុំថាបើលោកតា3ដងស៊ីហ្សែនឈៀងអញហ៊ានអត់ហាមានអីមិនហ៊ានស្អែកម៉ោង10ព្រឹកជួបគ្នានៅកន្លែងដេញថ្លៃមិនជួបមិនបែកនរណាមិនមកជីចៅប្រុសល្អចាំមើលតើស្អែកនេះខ្ញុំនឹងឲ្យស្គាល់ថាផ្លូវសុខមានមិនព្រមទៅផ្លូវងរគ្មានទ្វារប្រឹងទម្លុះចូលគេថាកន្លែងមានស្នាមនៀបតែមានទឹកល្អពណ៌បៃតងរត់តាមស្នាមខ្មៅរើផ្កាស្រល់អាប់ស្ដើងមិនល្អខ្លាចស្នាមប្រេះខ្លាចស្នាមអុចខ្លាចសាច់ចាស់តែទឹកមិនក្រាន់កាត់មួយកំបិតប្រៀបដូចតែស្អាតពុកស្អែកកូនត្រូវភ្នាល់លេងថ្មជាមួយបៅហ្គេងហើយលោកពុកគុំបារម្ភកូនមុខជីឈ្នះការភ្នាល់ស្អែកនេះមិនត្រឹមតែដើម្បីលៀងជំរះការឈឺចាប់ច្រើនឆ្នាំរបស់ពុកទេតែដើម្បីលើកមុខមាត់ត្រកូលရှេពួកយើងឲ្យខ្លាចជាលេខ1ក្នុងពិភពថ្មភ្នាល់នៅយេងហៅពីពណ៌ដេញថ្លៃឆែនឆេសំជាទីលានដេញថ្លៃឯកជនធំបំផុតនៅយេងហៅមែនភ្ញៀវចេញចូលសុទ្ធតែជាមនុស្សមានមុខមាត់ក្នុងរង្វង់ត្បូងពេជ្រយេងហៅថាកាយឆៃយូក៏ជាបុគ្គលកម្ពុជាក្នុងពិភពថ្មភ្នាល់យេងហៅដែរមានអធិបតេយ្យទាំងក្នុងនិងក្រៅច្បាប់ទីលានដេញថ្លៃរបស់គាត់អាចផលិតត្បូងមានតម្លៃកាត់ថ្លៃមិនបានរាប់អស់រាល់ឆ្នាំនៅយេងហៅគ្មាននរណាហ៊ានមិនក្រែងចិត្តឆៃយូទេអូហូស៊ីយ៉ាងឆេងស្មានមិនដល់ថាអញហ៊ានមកមែនស្មានតែភ័យរត់ចោលយេងហៅទាំងយកបាត់ហើយហេអាល្អិតឥឡូវស្ដាយក្រោយនៅតាន់ពេលទេលោកជង្គង់ក្រាបសំពះសុំទោសលោកប្រុសបេលឥឡូវនេះទៅពួកយើងអាចធ្វើមិនដឹងមិនលឺរឿងភ្នាល់មិនសូវមិនបានហាស្ដាយក្រោយមនុស្សដែលត្រូវស្ដាយក្រោយគឺពួកអញទេកិច្ចសន្យាភ្នាល់ព្រមគ្នារួចហើយមិនដែរលោកប្រុសបេលខ្លាចហើយមែនទេខ្ញុំខ្លាចរឿងប្លែកសាច់បំផុតហើយប្រាប់ឲ្យដឹងថ្ងៃនេះថ្មឆៅក្នុងកន្លែងនេះជ្រើសរើសតាមចិត្តថាវិការមិនកំណត់ទេចាំមើលថាមនុស្សដូចអញជ្រើសរើសបានស្អីមកទាំងពីរអ្នកកន្លែងខ្ញុំគឺទិញលក់ដោយយុទ្ធធម៌ពេលភ្នាល់ត្រូវធ្វើកិច្ចសន្យាជាលីលាក់អសរហាមក្រឡាពាក្យហាមមកកវ៉ាតាមក្រោយកាន់តែហាមបង្កចំនួននៅក្នុងលានដេញថ្លៃរបស់ខ្ញុំតាយោទេអូលោកឆៃសេនីកុំបារម្ភអីបើហ្គេងខ្ញុំធ្វើអីតែងតែហ៊ានភ្នាល់ហ៊ានចាញ់តែខាត់មិនបំពេញច្បាប់របស់លោកឡើយហេពុកមើលទៅប្អូនប្រុសម្នាក់នេះប្លែកមុខណាស់គឺជួបលើកដំបូងនៅក្នុងលានដេញថ្លៃនេះស្មានមិនដល់ថាហ៊ានភ្នាល់ជាមួយបៅហ្គេងសោះក្លាហានមិនអន់ទេតាអាល្អិតនេះភ្នែកមានរស្មីណាស់មិនធម្មតាទេបានហើយជប់និយាយឥតប្រយោជន៍ទៅចាប់ដើមជ្រើសរើសមកទៅស៊ីហ្សែនឈៀងឲ្យពេលអញ2ម៉ោងក្រោយកាត់ធ្មមើលលទ្ធផលបើជ្រើសរើសមិនទាន់ចាត់ទុកថាចាញ់ហាខ្ញុំមិនត្រូវការដល់2ម៉ោងទេកន្លះម៉ោងគឺគ្រប់គ្រាន់ហើយវ៉ាហាកន្លះម៉ោងអស់សំណើចណាស់មើលទៅឯងមិនដឹងអីសោះហើយជ្រើសរើសថ្មឆៅត្រូវមើលស្បែកមើលស្នាមមើលផ្កានិងខ្សែរ៉ែទោះជាគ្រូកម្ពុជាមកដល់ក៏ដោយជ្រើសរើសថ្មឆៅមួយដុំយ៉ាងហោចណាស់ក៏ត្រូវចំណាយពេល1ម៉ោងដែរកន្លះម៉ោងឯងជ្រើសរើសបានតែថ្មកាក់សំណល់ទេហាហេនិយាយត្រូវណាស់ខ្ញុំមើលទៅគេគ្រាន់តែធ្វើបណ្ដោយតាមមិថាកម្មទេយ៉ាងណាក៏ចាញ់គ្រាន់តែធ្វើពុតជាជ្រើសរើសប៉ុណ្ណោះបងបាវខ្ញុំមើលទៅអាល្អិតនេះថ្ងៃនេះចាញ់ប្រកាសហើយបន្តិចទៀតពេលគេចាញ់ពួកយើងត្រូវតែប្រមាថគេឲ្យចាស់ដៃហាផ្សារដេញថ្លៃត្បូងថ្មនេះពិតជាសមដូចឈ្មោះមែនទំនិញល្អពិតជាច្រើនណាស់ប៉ុន្តែភាគច្រើននៃថ្មថ្លៃត្រូវគេចាញ់រួចហើយតម្លៃត្រូវគេដំឡើងខ្ពស់ណាស់បើចង់ឈ្នះបៅហ្គេងត្រូវតែស្វែងរកថ្មឆៅមួយដុំដែលមនុស្សគ្រប់គ្នាមើលរំលងហើយមានតម្លៃខ្ពស់បំផុតត្រូវមើលឲ្យបានច្បាស់ហើយអាល្អិតជួបអញឯងសំណាងធំហើយអញជាត្បូងយីមេខេតម្លៃ50,000លានណាព្រះពុទ្ធសាច់លោតផ្លោះនរណាជួបអញនឹងមានសេចក្តីសុខរលូនជោគជ័យត្រដាច់លៀបសំណាងចូលមកសុខសាន្តគ្រប់រដូវនឹងមានសេរីសួស្តីហាអូហូមិននឹកស្មានថាជាត្បូងយីមេខេព្រះពុទ្ធសាច់ក្នុងរឿងព្រេងសោះលើកនេះមានលុយចូលហើយហាស្មានតែអញកំពុងជ្រើសរើសរបស់ល្អស្អីតាមពិតរត់មកតំបន់ថ្មកាក់សំណល់សោះស៊ីហ្សែនឈេងអញប្រហែលជាមិនមែនចង់យកថ្មកាក់សំណល់បែបនេះមកភ្នាល់ជាមួយបៅហ្គេងទេដឹងថ្មបែបនេះឲ្យទេក៏អញមិនយកផងកាត់ចេញមកគឺខាត់100សំបីតែសម្លេងបន្តិចក៏គ្មានដែរតើជាថ្មកាក់សំណល់ឬអត់បន្តិចទៀតពេលកាត់មើលដឹងហើយអូហូស៊ីហ្សែនឈេងឲ្យមាត់រឹងគ្រាន់បើចាំមើលបន្តិចទៀតពេលអញកាត់មកគ្មានបានការ
តានៅសាច់កាត់ទៀតអត់បន្តិចទៀតមានពេលឲ្យឯងយំមិនខានអូយចប់ហើយស្មានតែគេមានសមត្ថភាពអស្ចារ្យស្អីតាមពិតគ្រាន់តែជាក្មេងជាងរាវសោះហ៊ានយកថ្មបែបហ្នឹងមកភ្នាល់ជាមួយបាវហ្គេងផងមិនច្បាស់ជាចាញ់ទេអីហេចាំបាច់និយាយថ្មដែល Bell Shell ជ្រើសរើសចំណេញច្បាស់គ្មានខាតទេបើធៀបនឹងថ្មកំទេចរបស់ Shi Shencheng គឺខុសគ្នាមេឃនឹងដីតែម្ដងហាអូយ Shi Shencheng ឲ្យ Shi Shencheng ឯងមកលេងសើចជាមួយខ្ញុំមែនទេយកថ្មកំទេចមួយដុំនេះមកភ្នាល់ជាមួយខ្ញុំស្មានតែជ្រើសបានរបស់ល្អអីហេចាំមើលថ្ងៃនេះមិនត្រឹមតែត្រូវសង5លានទេថែមទាំងត្រូវលុតជង្គង់ហៅខ្ញុំថាជីតាទៀតអាយ៉ាកុំមើលតែសម្ពកក្រៅល្អមើលតែខាងក្នុងប្រេះស្រាំអស់ហើយអូយចង្កេះខ្ញុំហេបែវហ្គេងឲ្យថ្មចោះបង្អួចរបស់ឯងមើលទៅល្អតើគួរឲ្យស្ដាយខាងក្នុងប្រេះស្រាំទាំងអស់ក្រៅពីកន្លែងចោះបន្តិចហ្នឹងខាងក្នុងសុទ្ធតែជាកាកសំណល់គ្មានតម្លៃបន្តិចសោះ Shi Shencheng កុំមកនិយាយផ្ដេសផ្ដាសថ្មរបស់ខ្ញុំមួយដុំនេះគឺជ្រើសរើសយ៉ាងសម្រិតសម្រាំងពីអណ្ដូងចាស់មកសេឆេខាងក្នុងសុទ្ធតែជាត្បូងកញ្ចក់បៃតងរីជោតណាស់ហើយយ៉ាងហោចណាស់ក៏ថ្លៃ80លានដែរខ្លួនឯងជ្រើបានថ្មបន្តិចហ៊ានមកនិយាយអ៊ូទៀតថ្មរបស់ខ្ញុំជាស្រកានគ្រឹះជាហងកាត់មើលទៅដឹងហើយកុំនិយាយច្រើនចាប់ផ្ដើមទៅនរណាកាត់មុនខ្ញុំមុនចុះហើយថ្ងៃនេះខ្ញុំនឹងឲ្យឯងឃើញផ្ទាល់ភ្នែកថាអ្វីទៅជាទំនិញជាន់ខ្ពស់ពិតប្រាកដឲ្យឯងចាញ់ដោយអស់ចិត្តជាងជួយកាត់ថ្មនេះជាពីរឲ្យខ្ញុំហា Shi Shencheng ឲ្យ Shi Shencheng ឃើញនៅនេះទើបជាសាច់ត្បូងនាគថ្នាក់កម្ពុជាពិតប្រាកដឯងយកអ្វីមកប្រៀបជាមួយខ្ញុំអូអញ្ចឹងអាមិនអាចទេមិនក៏អញ្ចឹងមិនក៏ប្រេះសាំទាំងអស់អញ្ចឹងចប់ហើយ Bell Shell នេះជាថ្មបោកប្រាស់តាពួកយើងត្រូវគេបោកដោយសារស្នាមចោះបង្អួចហើយខាងក្នុងប្រេះសាំទាំងអស់យកធ្វើអ្វីមិនកាច់សោះរលីអស់ហើយមិនក៏អញ្ចឹងមិនក៏ទៅជាបែបហ្នឹងវ៉ាព្រះអើយ Bell Shell លើកនេះខូចការហើយស្មានមិនដល់ថាត្រូវដូច Shi Shencheng និយាយមែនខាងក្នុងប្រេះស្រាំទាំងអស់គួរឲ្យចាប់អារម្មណ៍អាប្រុសនេះមើលធ្លុះត្រឹមមួយភ្នែកថាជាថ្មបោកប្រាស់មិនធម្មតាទេប៉ា Shi Shencheng នេះស្រាប់តែមានសមត្ថភាពមែនឬមួយគ្រាន់តែជាសំណាងហេជាសំណាងឬអត់ចាំបន្តិចពេលកាត់ថ្មគេទៅដឹងហើយ Bell Gang កុំរំភើបពេកអីមិនទាន់នៅសល់ថ្មខ្ញុំមួយទៀតទេតាឥឡូវដល់វិញខ្ញុំម្ដងហេអញកុំអួតពេកធ្វើបិទតែត្បូងខ្ញុំខូចមែនប៉ុន្តែថ្មស្អុយរបស់ឯងកុំសង្ឃឹមថាមកធៀបនឹងត្បូងបៃតងរីជោតណារបស់ខ្ញុំឲ្យសោះអញគ្មានផ្លូវឈ្នះទេអូចឹងបើកភ្នែកមើលឲ្យច្បាស់ទៅនេះជាវ៉ានេះជាច្រកព្រះអើយគឺជារូបព្រះលោតលេម៉ាចាយគឺក្នុងរឿងព្រេងព្រះលោតលេម៉ាចាយគេថានរណាដែលបានព្រះលោតលេម៉ាចាយនេះនឹងបានឡើងបុណ្យស័ក្តិនឹងមានទ្រព្យសុខស្ដុកលើកនេះសំណាងធំហើយមិនអាចទេដាច់ខាត់មិនអាចទេថ្មបន្តិចមួយដុំសោះមិនក៏អាចចេញជាត្បូងបៃតងរីជោតណាស់ថ្នាក់ចប់បានឯងបន្លំឯងប្រកាសជាបន្លំហើយបន្លំហេភ្នែកមនុស្សច្រើនយ៉ាងនេះមើលមកឲ្យខ្ញុំបន្លំយ៉ាងម៉េចអ្នកប្រុសប៉ាវហ៊ានភ្នាល់ត្រូវហ៊ានទទួលស្គាល់ឯងចាញ់ហើយល្អណាស់ហាប្រុសចំណាយ 10000 ភ្នាល់បានត្បូងលេម៉ាចាយតម្លៃ 50,000 លានកាត់មួយតាមបិទឡើងឋានសួគ៌ហើយខ្ញុំឈានតូតរស់នៅជាងជើមួយជីវិតទើបតែលើកដំបូងដែលបានជួបយុវជនពូកែយ៉ាងនេះលោកឈានសរសើរជ្រុលហើយគ្រាន់តែសំណាងល្អប៉ុណ្ណោះធៀបនឹងលោកខ្ញុំនៅស្ទើរណាស់សំណាងតែយ៉ាងខ្ញុំរស់នៅរាប់សិបឆ្នាំមិនដែលជឿលើសំណាងទេអាចមើលធ្លុះជ្រៅបានត្បូងថ្នាក់កញ្ចក់ដាច់ខាត់មិនមែនត្រឹមតែសំណាងនោះទេអាប្រុសឯងឈ្មោះស៊ីចិនសៀងមែនទេខ្ញុំចាំឈ្មោះឯងទុកហើយហាអ្នកឯងចាញ់ហើយអ្នកប្រុសប៉ាឯងចាញ់ហើយតាមការសន្យាឯងត្រូវតែសុំទោសខ្ញុំជាសាធារណៈសារភាពថាឯងបានទម្លាក់កំហុសរឿងដូចម្ដងមកលើខ្ញុំហើយត្រូវសងលិខិតជំពាក់ប្រាក់8សែនរបស់ប៉ាខ្ញុំមកវិញខ្ញុំពិតជាបានទម្លាក់កំហុសលើឯងមែនសុំទោសស្អែកឲ្យខ្លាំងជាងនេះខ្ញុំស្ដាប់មិនទេសុំទោសស៊ីចិនសៀងខ្ញុំមិនគួរបង្កាច់រឿងឯងលួចដូរធម្មតាឡើយគឺខ្ញុំខុសហើយនៅមានទៀតលិខិតជំពាក់ប្រាក់ណែណាលិខិតនោះខ្ញុំមិនបានយកតាមខ្លួនទេថ្ងៃស្អែកខ្ញុំឲ្យគេយកទៅជូនបានទេខ្ញុំឲ្យពេលឯងមួយថ្ងៃមុនថ្ងៃត្រង់ស្អែកត្រូវយកលិខិតមកប្រគល់ដល់ដៃខ្ញុំបើមិនចឹងទេខ្ញុំមិនប្រកែកនឹងធ្វើឲ្យមនុស្សពេញជាងចូលបានដឹងថាអ្នកប្រុសធំត្រកូលប៉ាវជាមនុស្សក្រឡប់ក្រលិនគ្មានសច្ចៈបងកាងអញកើតអីអត់ឆេះអត់បានការ3ថ្ងៃទៀតក្នុងពិធីបុណ្យជមាយុតាយាយខ្ញុំចាំមើលថាវានៅសើចចេញទៀតអត់ស៊ីចិនសៀងអញចាំមើលទៅ
គុំនុំថ្ងៃនេះខ្ញុំក៏ទុកហើយគង់មានថ្ងៃខ្ញុំធ្វើឲ្យឯងសងសឹកយ៉ាងឈឺចាប់ហេខ្ញុំនឹងធ្វើឲ្យឯងគ្មានថ្ងៃងើបមុខរួចនៅជាងចៅឡើយស៊ីចិនសៀងអបអសាទរដែលឈ្នះការភ្នាល់ពិតជាពូកែមែនអរគុណកញ្ញាឈិនសរសើរជ្រុលហើយហាហា3ថ្ងៃទៀតជាពិធីបុណ្យចម្រើនព្រះជន្ម70ឆ្នាំរបស់លោកតាលីវអ្នកមានមុខមាត់ក្នុងវិស័យត្បូងពេជ្រនៅជាងជើនឹងទៅចូលរួមទាំងអស់លោកលីវបានលើពីរឿងរបស់លោកចង់ជួបលោកខ្លាំងណាស់សង្ឃឹមថារូបលោកអាចមកចូលរួមពិធីបុណ្យខួបកំណើតលោកតាលីវបានខ្ញុំប្រកាសជាទៅហើយអរគុណសម្រាប់ការអញ្ជើញល្អណាស់ចឹង3ថ្ងៃទៀតខ្ញុំរងចាំលោកនៅពិធីបុណ្យខួបកំណើតពិធីបុណ្យខួបកំណើតនឹងធ្វើឲ្យលោកខ្ជាប់ខ្ជួនកើតឡើងម្ដងទៀតដោយមិនដឹងថាបាវហ្គេងបានរៀបអន្ទាក់យ៉ាងរឹងមាំរួចជាស្រេចរងចាំតែស៊ីហ្សេងឆេងធ្លាក់ចូលប៉ុណ្ណោះហើយស៊ីហ្សេងឆេងក៏ជិតប្រឈមមុខនឹងការតាំងភ្នាល់ត្បូងថ្មីមួយទៀតដែរអ្វីដែលរូបគេមិនបានដឹងនោះគឺពិធីបុណ្យខួបកំណើតនេះក៏នឹងលាតត្រដាងការពិតជុំវិញការស្លាប់យ៉ាងវេទនារបស់ឪពុកគេកាលពីពេលនោះដែរលោកតាថែនស៊ីហ្សេងឆេងលើថាអាតាលីវអញ្ជើញអញទៅពិធីបុណ្យខួបកំណើតគាត់មែនទេបាទលោកតាឆេនអាតាលីវនោះភ្នែកមុតមែនចាប់អារម្មណ៍លើអញលឿនយ៉ាងនេះប៉ុន្តែខ្ញុំត្រូវរំលឹកអញមួយម៉ាត់អាប្រុសបៅហ្គេងនោះគឺជាចៅប្រុសបង្កើតរបស់អាតាលីវវាធ្លាប់ខាត់បងក្រោមដៃអញច្បាស់ជាមិនលើកលែងឲ្យអញទេអញត្រូវតែប្រយ័ត្នខ្លួនបន្តិចហើយថាម៉េចបានជាបៅហ្គេងកងកាច់ខ្លាំងម្លេះនៅយ៉េងហៅអរគុណលោកតាឆេនដែលបានរំលឹកខ្ញុំយល់ហើយទឹកមកដីបាំងតបមកមេតបទប់បើវាចង់រករឿងខ្ញុំទល់ដល់ទីបញ្ចប់ហាល្អមានភាពក្លាហានខ្ញុំចូលចិត្តចរិតអញបែបនេះណាស់ថ្ងៃពិធីបុណ្យខួបកំណើតនោះខ្ញុំក៏ទៅដែរបើពួកត្រកូលបែវហ៊ានធ្វើបាបឯងតាកំណាចម្នាក់នេះនឹងធ្វើជាក្នុងបង្អែកឲ្យឯងអរគុណលោកតាឆេនទោះជាពិធីបុណ្យខួបកំណើតលោកតាលីវជាកន្លែងគ្រោះថ្នាក់ក៏ដោយប៉ុន្តែនេះក៏ជាឱកាសរបស់ខ្ញុំត្រូវតែចាប់ឱកាសនេះឲ្យបានដើម្បីឈរជើងឲ្យរឹងមាំនៅយ៉េងហៅទាំងស្រុងបែវហ្គេងអញចង់ធ្វើឲ្យខ្ញុំខ្មាស់គេក្នុងពិធីបុណ្យខួបកំណើតមែនទេចឹងខ្ញុំនឹងកំដរែងលេងឲ្យស្កប់ស្កល់ចាំមើលថាតើឯងមានល្បិចស្អីមកប្រើទៀតដុំថ្មត្បូងស្វាយនេះគឺជាអ្វីដែលស៊ីឆេងត្រៀមជាកាដូជូនពិសេសសម្រាប់ពិធីបុណ្យខួបកំណើតលោកតាលីវរស្មីពណ៌ស្វាយនាំសេរីសួស្ដីសាច់ត្បូងចាស់ទឹកស្អាតល្អមានតម្លៃមហាសាលគេដឹងច្បាស់ថាបើចង់បានការសរសើរពីលោកតាលីវកាដូជូនពោសមរម្យមួយគឺមិនអាចខ្វះបានឡើយថ្ងៃនេះគឺជាពិធីបុណ្យខួបកំណើតអាយុ70ឆ្នាំរបស់ស្ដេចត្បូងយ៉េងហៅលោកលីវគិនជុកមេដឹកនាំក្នុងវិស័យត្បូងទូទាំងតំបន់ភាគខាងត្បូងសុទ្ធតែបានជួបជុំគ្នានៅទីនេះហើយតួអង្គសំខាន់នៃពិធីបុណ្យខួបកំណើតនេះក្រៅពីលោកតាលីវទៅនៅមានម្នាក់ទៀតគឺបុគ្គលដែលមានឈ្មោះបោះសម្លេងនៅយ៉េងហៅនាពេលថ្មីនេះវីរបុរសជំនាន់ថ្មីក្នុងវិស័យភ្នាល់ត្បូងដែលគ្មាននរណាមិនស្គាល់គឺស៊ីហ្សេងឆេងលោកមកដល់ហើយខ្ញុំស្មានតែលោកមកយឺតតាការអញ្ជើញរបស់កញ្ញាថែនខ្ញុំណាហ៊ានមកយឺតទៅជាពិសេសគឺពិធីបុណ្យខួបកំណើតរបស់លោកតាលីវទៀតផងនេះជាកាដូដ៏តូចមួយដើម្បីសម្ដែងការគោរពលោកអញ្ជើញមកដល់គឺល្អហើយចាំបាច់យកកាដូអីមកទៀតប្រញាប់តាមខ្ញុំមកលោកតាលីវរំលឹកពីលោកមិនដាច់ពីមកទេចង់ជួបឯងដែរនឹងលោកតាលីវនេះជាស៊ីជីនសៀងដែលខ្ញុំបានប្រាប់លោកតានឹងលោកតាលីវចៅឈ្មោះស៊ីជីនសៀងជូនពរលោកតាមានចំណាយុ70ឆ្នាំប្រកបដោយសេចក្តីសុខធម្មពលរស្មីភ្លឺស្វាងអាយុយឺនយូរដោយដើមស្រឯងនឹងហើយដែលទិញបានត្បូងកញ្ចក់តម្លៃ800យួនហើយប្រែដើមទុន10000យួនទៅជាមហាសម្បត្តិស៊ីជីនសៀងនោះថ្មីនេះនៅក្រុងចៀងជូវល្បីឈ្មោះឯងពេញទឹកពេញដីហើយគ្រាន់តែសំណាងល្អប៉ុណ្ណោះសូមទោសលោកតាហើយដែលធ្វើឲ្យអស់សំណាច់សំណាងខ្ញុំប្រឡូកក្នុងវិស័យត្បូងពេជ្រ50ឆ្នាំជាងហើយចាប់ផ្ដើមពីអាជីវករតូចតាចតាមចិញ្ចើមថ្នល់រហូតក្លាយជាស្ដេចក្រាញ់ក្តោបក្តាប់ទីផ្សារភាគខាងត្បូងដឹងច្បាស់ណាស់ថាការភ្នាល់ត្បូងសំណាងទាំងអស់គឺផ្អែកលើសមត្ថភាពពិតប្រាកដមនុស្សក្មេងមិនអួតអាងមិនឆេវឆាវល្អណាស់គ្រាន់បើជាងចៅប្រុសខ្ញុំឆ្ងាយណាស់ហេជីនសៀងអត់បានការអញហ៊ានដណ្ដើមប្រជាប្រិយភាពពីអញផងថ្ងៃនេះអញនឹងធ្វើឲ្យអញខូចឈ្មោះលេងមានមុខមាត់ឲ្យលោកពុកគុំនិយាយអញ្ចឹងអីអាកាំងរបស់យើងនៅតែពូកែតាមនុស្សមួយចំនួនគ្រាន់តែសំណាងល្អប៉ុណ្ណោះកូនអញមានលបែងមានសមត្ថភាពស្អីទៅមិនទាន់ល្មមឡើងជួទេលីវរូយ៉ានឪពុកខ្ញុំការនោះឈរជើងក្នុងពិភពភ្នាល់ថ្មត្បូងដោយសមត្ថភាពពិតធ្វើខ្លួនត្រឹមត្រូវស្មោះត្រង់មិនដល់វេនលោកស្រីមកវិតម្លៃនៅទីនេះទេផ្ទុយទៅវិញធម្មតាដែលឪពុកខ្ញុំកាត់ខាតការនោះគឺលោកស្រីរៀបចំមែនទេខ្ញុំចង់សួរបន្តិចតើមានល្បិចក៏អីនៅពីក្រោយក្នុងអត់ឯងនិយាយផ្ដេសផ្ដាសស្អីឪពុកឯងអសមត្ថភាពខ្លួនឯងភ្នាល់ថ្មកាត់ខាតហើយចង់ទម្លាក់កំហុសលើតម្លៃខ្ញុំទៀតខ្ញុំមើលទៅឯងដូចតែឪពុកឯងទេសុទ្ធតែជាអត់បានការចាញ់មិនសុខចិត្តបានហើយថ្ងៃនេះជាកម្មវិធីខួបកំណើតខ្ញុំឆ្លុះគ្នារឿងអីបិទមាត់ទាំងអស់គ្នាចៅស៊ីអង្គុយចុះទៅមកដល់ហើយមិនបាច់ក្រែងចិត្តទេញ៉ាំផឹកឲ្យសប្បាយទៅអរគុណលោកតាសង្គ្រាមឥតសម្លេងមួយបានចាប់ផ្ដើមផ្ទុះឡើងក្នុងពិធីខួបកំណើតបើយ៉ាងបានរៀបចំអន្ទាក់រួចរាល់ហើយចាំតែស៊ីជីនសៀងធ្លាក់ចូលប៉ុណ្ណោះប៉ុន្តែស៊ីជីនសៀងក៏ដឹងខ្លួនថាមានរឿងមិនស្រួលហើយបានត្រៀមខ្លួនរួចរាល់ដែរលោកតាជូនពរលោកតាមានជោគជ័យនិងអាយុយឺនយូរហេនេះជាត្បូងដែលចៅយកមកពីឡាវប៉ាគូជូនលោកតាជាត្បូងកញ្ចក់បៃតងរីជ្វងបើកមុខឃើញពណ៌ពេញមានតម្លៃ8លានយួនវ៉ាត្បូងកញ្ចក់បៃតងរីជ្វងចិត្តទូលីមែនតា
ធម្មតា8លានយួនជូនភ្លាមតែម្ដងសំជាកូនប្រុសរបស់លីវរូយ៉ានមែនពិតជាក្មេងមានសមត្ថភាពមែនមានចិត្តណាស់ស៊ីចិនសៀងខួបកំណើតលោកតាខ្ញុំឯងច្បាស់ជាមិនមកដៃទេដឹងឬមួយចំនួនដែលឯងត្រៀមមកមិនហ៊ានយកចេញមកបង្ហាញហាអុយកុំនិយាយអញ្ចឹងអីចៅស៊ីទើបតែចូលប្រឡូកមិននឹងមានលុយច្រើនទៅគ្រាន់តែមកចូលរួមកម្មវិធីខួបកំណើតគឺផ្ដល់កិត្តិយសឲ្យលោកតាឯងហើយLiv Ryan កាដូជូនពរលោកតាខ្ញុំរៀបចំរួចរាល់ហើយគ្រាន់តែខ្លាចថាបើលើកមកធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលសម្ដីមិនតូចសោះចាំមើលឯងអាចយកស្អីចេញមកបានអាចធៀបនឹងត្បូងបៃតងអធិរាជ8លានរបស់ខ្ញុំបានអត់លោកតាលាវក្មេងដូចខ្ញុំដឹងថាលោកតាចូលចិត្តត្បូងស្វាយដុំថ្មត្បូងស្វាយប្រភេទកញ្ចក់មួយដុំនេះគឺជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំតម្លៃទីផ្សារប្រហែល100លានជូនពរលោកតាជួបតែសំណាងល្អមានអាយុយឺនយូរសុខភាពល្អព្រះអើយឈួតឡប់ហើយត្បូងស្វាយសាច់ស្អាតពេញទំហឹងទៀតឆ្ងល់អីសម្ដីគេធំមានសមត្ថភាពមែនទែនតាល្អចៅရှេកាដូមួយនេះលោកតាចូលចិត្តណាស់ពិតជាមានទឹកចិត្តមែនហេលោកតាចូលចិត្តទៅបានហើយអូហូស៊ីយ៉ាងឈឹងស្មានមិនដល់ថាឯងរៀបចំកាដូថ្លៃធ្នូយ៉ាងនេះមើលទៅលោកតាលាវសប្បាយចិត្តណាស់ចុះសម្ដីដែលឯងនិយាយទៅកាន់លីវរួយអំបញ្ញមិញរឿងឪពុករបស់ឯងតើវាបែបណាឲ្យប្រាកដ3ឆ្នាំមុនក្នុងគ្រាភ្នាល់ត្បូងមួយឪពុកខ្ញុំចំណាយ30លានទិញដុំថ្មមួយដុំគ្រប់គ្នានឹកស្មានថាក្នុងនោះមានត្បូងបៃតងកំពូលតែពេលកាត់ចេញមកបែរជាថ្មអត់ន័យសោះឪពុកខ្ញុំក៏ខ្សែធនមួយយកទេហើយក្រុមតូននឹងទម្ងន់ផ្លូវចិត្តនេះមិនរួចខ្ញុំតែងតែមានអារម្មណ៍ថារឿងនេះមិនស្រួលទេកាលនោះដុំថ្មនោះគឺលឺរួយជាអ្នកចាត់ចែងតាមពិតគឺចឹងសោះឆ្ងល់អីបើរឿងនេះពាក់ព័ន្ធនឹងនាងមែនខ្ញុំប្រកាសជាជួយឯងអរគុណច្រើនហើយណេស៊ីឆេងខ្ញុំណែនាំឲ្យស្គាល់នេះជាកម្ពុជាគូត្បូងមកពីម៉ូសេឡានៃប្រទេសមីយ៉ាន់ម៉ាលោកវែងឆៃផែនគាត់ជាកម្ពុជាទូអង្គក្នុងរង្វង់ភ្នាល់ត្បូងនៅអូលហ្វេកនរកស៊ីខាងត្បូងពេញមួយជីវិតមិនដែលមើលខុសម្ដងណាឡើយយល់ថាឯងល្បីឈ្មោះខ្លាំងនៅយ៉េងហៅនេះពេលថ្មីនេះទើបចង់មកប្រកួតប្រជែងជាមួយឯងបន្តិចមកភ្នាល់ត្បូងតាំងគ្នាមួយស្មើមិនដឹងថាឯងហ៊ានទទួលឬអត់ដេអាល្អិតថ្ងៃនេះជាថ្ងៃខួបកំណើតអញមកលូឡាស្អីនៅនេះអុយលោកតាចៅមិនមែនមកលូឡាទេចៅគ្រាន់តែចង់បង្កើតបរិយាកាសសប្បាយរីករាយជូនលោកតាស៊ីឆេងតាមិនត្រូវគេល្បីថាជាកម្ពុជាអច្ឆរិយៈខាងភ្នាល់ត្បូងចំនួនថ្មីរបស់យ៉េងហៅទេអីប្រកួតជាមួយកម្ពុជាគ្រូមកពីអូលហ្វេកនបន្តិចមានអីមិនល្អឬមួយឯងមិនហ៊ានចង់ប្រកួតរបៀបណាស៊ីយ៉ាងឈឹងបើឯងឈ្នះខ្ញុំនឹងលុបជង្គង់ក្រាបសំពីឯង3ដងនៅមុខមនុស្សទាំងអស់គ្នារួចថែមលុយ10លានឲ្យឯងទៀតតែបើឯងចាញ់វិញឯងត្រូវតែសារភាពចំពោះមុខជំនុំថាឯងគ្រាន់តែជាកាកសំណល់ដែលពឹងលើសំណាងហើយដកខ្លួនចេញពីវងភ្នាល់ត្បូងយើងហៅជារៀងរហូតយ៉ាងម៉េចហ៊ានទេស៊ីយ៉ាងឈឹងល្មមបានហើយកុំភ្នាល់ជាមួយគេអីប្អូនស៊ីស្ងប់អារម្មណ៍បន្តិចទៅកុំអីចឹងអីចិនយកលោកតាលាវកុំបារម្ភអីខ្ញុំច្បាស់ក្នុងចិត្តហើយជំរាបថាលបែងភ្នាល់នេះខ្ញុំទទួលតើស៊ីយ៉ាងឈឹងអាចជ្រើសរើសថ្មត្រូវទៀតដែរឬទេការប្រកួតប្រជែងគ្រូភ្នាល់ឆ្លងដែនក៏បានចាប់ផ្ដើមឡើងបែវហ្គេងបានរៀបចំអន្ទាក់យ៉ាងរឹងមាំដោយអញ្ជើញគ្រូភ្នាល់កម្ពុជាមកពីភូមិគឺដើម្បីធ្វើឲ្យស៊ីយ៉ាងឈឹងខូចឈ្មោះលេចលង់ប៉ុន្តែស៊ីយ៉ាងឈឹងដោយសារតែមានភ្នែកទីភូមិចិត្តនឹងជួបការផ្លាស់ប្ដូរស្ថានភាពយ៉ាងភ្ញាក់ផ្អើលតម្លៃ1សែនចិត្តគុណភាពមធ្យមភាគច្រើនអន់តម្លៃ5សែនចិត្តពណ៌បៃតងអាចធ្វើបន្តោងតូចបានតម្លៃ50000ថ្មីនៃគ្មានតម្លៃសោះតម្លៃ3លានចិត្តកញ្ចក់បៃតងស្រស់គ្មានស្នាមប្រេះតម្លៃ8លានចិត្តកញ្ចក់គុណភាពខ្ពស់ពណ៌ពេញតម្លៃ2សែនថ្មីនៃគ្មានតម្លៃតតែសោះខាងក្នុងមានល្បិចក៏មែនថ្មទី6ត្រូវគេចាក់សំចូលខាងក្នុងដើម្បីបោកប្រាស់មើលទៅសម្បកក្រៅដូចជាមានសរសៃចិត្តល្អតែខាងក្នុងសុទ្ធតែថ្មីនៃសោះបែវហ្គេងចង់លេងបន្លំចាក់សម្រាប់ខ្ញុំតើសំណាងហើយដែលខ្ញុំមានភ្នែកទិបសំជាលោកគ្រូពូកែមែនជំនាញខ្លាំងណាស់លើកនេះស៊ីយ៉ាងចេញគ្រោះថ្នាក់ហើយមើលទៅប្រហែលជាពិបាករួចខ្លួនហើយប្អូនប្រុសရှេខ្ញុំជ្រើសរើសរួចហើយដល់វែងជ្រើសរើសហើយមិនបាច់ទេខ្ញុំជ្រើសរើសរួចហើយជ្រើសរើសលឿនយ៉ាងនេះសំបីតែមើលក៏មិនមើលផងការជ្រើសថ្មគឺមើលថាខាងក្នុងមានរបស់ល្អឬអត់មិនមែនមើលលើរយៈពេលយូរវាឆាប់នោះទេដុំមួយនេះខ្ញុំយកហើយស៊ីយ៉ាងចេញប្រកាសជាយកដុំមួយនេះមែនទេសម្បកក្រៅថ្មមួយដុំនេះគ្រើម
គ្មានសរសៃឬស្នាមជាតិសោះជាថ្មតម្លៃច្បាស់ក្រឡែកប្រកាសជាមិនគិតឡើងវិញទេមែនហើយខ្ញុំប្រកាសហើយយកដុំនេះឯងហាស៊ីហ្សេនឈេងអាឡងងបែរជាទៅជ្រើសរើសថ្មីនៃមួយដុំនោះទៅកាត់ទឹកទី1ចាញ់ដាច់តែម្ដងហើយហាស៊ីហ្សេនឈេងឬមួយពួកយើងគិតមើលម្ដងទៀតទៅថ្មមួយដុំនេះមើលទៅពិតជាមិនដូចជាមានរបស់ល្អសោះចេនយកកុំបារម្ភអីខ្ញុំច្បាស់ក្នុងចិត្តហើយប៉ុន្តែគ្មានអីទេខ្ញុំដឹងខ្លួនឯងច្បាស់បើគ្រប់គ្នាជ្រើសរើសរួចរាល់ហើយអញ្ចឹងចាប់ផ្ដើមកាត់ថ្មទៅមិនយូរប៉ុន្មានភីគីទាំងសងខាងបានកាន់ថ្មដែលបានជ្រើសរើសមកដល់តំបន់កាត់ថ្មការប្រកួតប្រជែងដ៏អស្ចារ្យនៃសត្វវត្តនៅទីបំផុតបានមកដល់ហើយនេះមិនមែនត្រឹមជាការចាញ់ឈ្នះធម្មតានោះទេតែជាសមរភូមិដ៏សំខាន់ទាក់ទងនឹងភាពស្អាតស្អំរបស់លោកស៊ីដូដែលជាឪពុកស៊ីហ្សេនឈេងឲ្យខ្ញុំមុនចុះស៊ីហ្សេនឈេងឲ្យស៊ីហ្សេនឈេងមុនប្រកួតខ្ញុំបានរៀបចំថ្មតម្លៃនេះទុកឲ្យរួចហើយកាត់ទៅលើកនេះពួកយើងឈ្នះដាច់ហើយចេញជាតិហើយល្អណាស់អាអូនធ្វើបានល្អណាស់គឺជាតិស្វាយរីជ្វងអូហូមិនធម្មតាទេចេញពណ៌ស្វាយហើយជាតិស្វាយហើយជាប្រភេទកញ្ចក់ពណ៌សុទ្ធទៀតព្រះឲ្យពិតជាជាតិស្វាយសាច់កញ្ចក់មែនឈួតលប់អស់ហើយមិនទាំងមើលផងជ្រើបានជាតិស្វាយសាច់កញ្ចក់បាត់ពិតជាអស្ចារ្យមែនមិនអាចទេថ្មមួយដុំនេះអាចចេញជាតិស្វាយសាច់កញ្ចក់បានយ៉ាងម៉េចខ្ញុំមើលច្បាស់ណាស់តើមួយដុំនេះជាថ្មប្រយោជន៍មិនអាចដាច់ខាតរឿងនេះមិនអាចទៅរួចទេហាជាតិស្វាយសាច់កញ្ចក់តម្លៃទីផ្សារ8លានហាអាអូនភ្នែកស្រួចមែនដឹងស្រាប់ហើយថាអាអូនឯងមិនធម្មតាទេជាតិស្វាយសាច់កញ្ចក់តម្លៃ8លានលោកគ្រូវែងដល់វេនលោកគ្រូកាត់ហើយព្រះឲ្យស្មានមិនដល់ថាជាជាតិគីវស្រស់សាច់កញ្ចក់តម្លៃ3លានបើធម្មតាពិតជាទំនិញថ្នាក់ខ្ពស់ហើយគួរឲ្យស្ដាយណាស់នៅតែប្រៀបមិនបាននឹងស៊ីហ្សេនឈេងទេជាតិស្វាយសាច់កញ្ចក់តម្លៃ8លានឯណោះហាទឹកទី1ស៊ីហ្សេនឈេងជាអ្នកឈ្នះអាសមត្ថភាពសំបីតែក្មេងម្នាក់ក៏ចាញ់ដែរជំរាបលោកទឹកទី1ខ្ញុំឈ្នះហើយចាប់ផ្ដើមទឹកទី2ទៅថ្ម4ដុំដែលសល់មានតម្លៃបំផុតគឺដុំទី2តម្លៃ5សែនក្រៅពីនឹងជាថ្មប្រយោជន៍ទាំងអស់ហើយមានមួយដុំទៀតជាថ្មខ្លាំងទៀតហេស៊ីហ្សេនឈេងលើកនេះដល់វេនជ្រើសរើសមុនហើយចាំមើលថាអាអូនឯងលើកនេះអាចជ្រើសបានរបស់ល្អទៀតឬអត់ចាំមើលទៅប្រយ័ត្នបន្តិចហ្សេនឈេងខ្ញុំយកដុំមួយនេះអាដែងលើកនេះនៅតែជ្រើសទាំងបិទភ្នែកទៀតមែនទេខ្ញុំនឹងធ្វើឲ្យចាញ់ទាំងអស់ចិត្តកុំអាប្រញាប់ស៊ីហ្សេនឈេងលើកនេះចប់ហើយថ្មមួយដុំនេះសុទ្ធតែប្រឡោះប្រេះជាថ្មអត់ប្រយោជន៍សោះនឹងទឹកនេះវាចាញ់ប្រកាសហើយហាបើផ្ទួលអស់គ្នាក្នុងមួយដៃចប់ហ្គេមលឿនពេកហាក់ដូចជាគ្មានរសជាតិសោះហាឲ្យពួកឯងឈ្នះមួយទឹកសិនចាំស៊ីតាមក្រោយឲ្យពួកឯងស្គាល់អារម្មណ៍កាត់មួយកំបិតឡើងឋានសួគ៌កាត់មួយកំបិតធ្លាក់នរកឈឺចាប់យ៉ាងណាហេនៅចំពោះមុខសមត្ថភាពពិតប្រាកដសំណាងទាំងអស់គ្មានន័យឡើយកាត់មុនទៅចាំខ្ញុំបញ្ចប់រឿងឲ្យឆាប់ហាអូហូមិនក៏អីចឹងទៅវិញហាស៊ីហ្សេនឈេងឲ្យស៊ីហ្សេនឈេងប្រាប់ហើយថាមួយដុំនឹងជាថ្មអត់ប្រយោជន៍ត្រឹមធ្វើដៃអន់ដូចឯងហ៊ានមកអួតអាងនៅមុខគ្រូធំយើងទៀតជ្រោះហាកុំអារំភើបអីដល់វេនលោកពន្យល់ហើយលោកគ្រូវែងឆេងផែនត្រូវទេស៊ីហ្សេនឈេងឲ្យដុំថ្មអត់ប្រយោជន៍របស់ឯងត្រូវខ្ញុំឲ្យគេចាក់សំចូលមុនបាត់ហើយឥឡូវគ្មានតម្លៃសំបីមួយរៀលហាលោកគ្រូវែងឆេងផែនកាត់បានថ្មត្បូងលំនាំភ្នំនិងទឹកពណ៌ខៀវស្រងាត់មានតម្លៃ5សែនបើធៀបនឹងថ្មអត់នៃរបស់ស៊ីហ្សេនឈេងទាំងអស់គ្នាមើលទៅនរណាឈ្នះនរណាចាញ់លទ្ធផលមិនបាច់និយាយច្រើនទេដឹងហេឃើញនៅទឹកទី2យើងឈ្នះហើយឥឡូវស្មើគ្នា1ទល់នឹង1ស្មើ1ល្អតាអញ្ចឹងចាំមើលទឹកចុងក្រោយទៅហេស៊ីហ្សេនឈេងទឹកចុងក្រោយឲ្យជ្រើសរើសមុនអញសម្រួលឲ្យឯងឲ្យជ្រើសរើសមុនហេក្រែងលោចាញ់ទៅថាពួកយើងអាំងធំគៀបសង្កត់ហាល្អអីចឹងមិនគួរសំទេយកដុំមួយនេះហាស៊ីហ្សេនឈេងអញចប់ហើយថ្មមួយដុំនេះជាថ្មអត់ប្រយោជន៍សុទ្ធសាធអញចាញ់ប្រកាសណាស់អញត្រូវតែដកខ្លួនចេញពីវងភ្នាល់ថ្មយើងហៅជារៀងរហូត
មែនហេល្អចាំមើលទៅខ្ញុំមិនត្រឹមតែត្រូវឈ្នះការប្រកួតនេះទេថែមទាំងត្រូវទម្លាយល្បិចបោកប្រាស់របស់ពួកឯងចំពោះមុខមនុស្សគ្រប់គ្នាទៀតឯងនិយាយផ្ដេសផ្ដាសអីល្បិចបោកប្រាស់ស្អីឈីហ្សែនឈិងគុំមកចោទប្រកាន់ផ្ដេសផ្ដាសតើមានល្បិចរត់តើជាការបោកប្រាស់ឬអត់តែលត់មើលថ្មដឹងហើយបើមើលមិនខុសទេខាងក្នុងថ្មដើមមួយដុំនេះគ្រាន់តែជាផ្លាស្ទិកធម្មតាប៉ុណ្ណោះហើយថ្មប៉ុន្មានដុំនេះគឺឯងជារៀបចំខ្ញុំនិយាយត្រូវអត់បែវហ្គេងវ៉ាពួកឯងហ៊ានយកប្រដាប់ព្យួរខោអាវផ្លាស្ទិកមកធ្វើខ្លាំងៗផងតាមពិតតាំងពីចាប់ដើមប្រកួតពួកឯងបានរៀបចំអន្ទាក់រៀបស៊ីឈីហ្សែនរួចជាស្រេចមិនមែនខ្ញុំទេខ្ញុំមិនដឹងទេថ្មនេះគឺវែងឆាញ់ផែនយកមកតើមិនពាក់ព័ន្ធនឹងខ្ញុំទេថ្មនេះគឺវែងឆាញ់ផែនយកមកតើមិនពាក់ព័ន្ធនឹងខ្ញុំទេវ៉េវឆាវមិនក៏និយាយចឹងថ្មទាំងនេះច្បាស់ជាឯងឲ្យមកខ្ញុំប្រកាសជាមិនដឹងទេហ៊ាននិយាយថាស្អីក៏មិនដឹងទៀតឈប់ទៅវ៉េវហ្គេងឯងក្លាហានណាស់ផងហ៊ានមកប្រាប់មកខ្លាំងៗក្នុងពិធីជប់លៀងខួបកំណើតរបស់ខ្ញុំដើម្បីបោកប្រាស់ថ្មក្នុងភ្នែកឯងនៅមានលោកតាដូចជាខ្ញុំទៀតអត់លោកតាខ្ញុំខុសហើយខ្ញុំមិនបានចិត្តណាទេខ្ញុំគ្មានចៅដូចជាឯងទេហើយក៏កុំមកហៅខ្ញុំថាលោកតាដែរអំបូរលីវយើងគ្មានកូនចៅអកញ្ញូដូចជាឯងទេល្អអីចឹងអាល្អិតនេះប្រគល់ឲ្យលោកចាត់ការទៅត្រកូលលីវពួកយើងមិនជ្រៀតជ្រែកដាច់ខាតល្អហៅហ្គេងជុំទីបេឯងរៀបចំថ្មបន្លំការភ្នាល់នេះឯងជាអ្នកចាញ់ដោយធម្មជាតិឥឡូវដល់ពេលឯងធ្វើតាមសន្យាហើយប្រាប់ខ្ញុំមកថ្មដើមដែលឪពុកខ្ញុំកាត់ខាតកាលពី3ឆ្នាំមុនតើវាកាត់ឡើងយ៉ាងម៉េចឲ្យប្រាកដកាលពី3ឆ្នាំមុនថ្មដើមមួយដុំនោះគឺពុកខ្ញុំនិងថេងម៉ៃមៀវរៀបចំធ្វើបន្លំជាមួយគ្នាពួកគាត់បានចោះបង្អួចលើថ្មដើមហើយបិទបន្ទះត្បូងពណ៌បៃតងអធិរាជបោកប្រាស់ឪពុកឯងធ្វើឲ្យឪពុកឯងចំណាយអស់30លានទិញចំថ្មសំណល់នោះពិតជាពួកវាប្រកាសមែនពិតជាបែលយេរីងនិងថេងមៀវតាមឈ្នានេះនៅពីក្រោយខ្នងមែនអូយកាលនោះឪពុកឯងបានរកឃើញដានបន្លំក៏ទៅវាជាមួយពុកខ្ញុំធ្វើឲ្យពុកខ្ញុំជួមនុស្សវីគាត់ឲ្យរបួសធ្ងន់គាត់ទើបទ្រាំទ្រមិនបានបែលយេរីងនិងថេងមៀវភាពយុត្តិធម៌របស់ឪពុកខ្ញុំមុខជាទាបញ្ជីជំពាក់នេះពីពួកឯងឲ្យច្បាស់ជាមិនខានមិនល្អទេប្រធានលាវរឿងធំរៀបនឹងកាត់ឡើងហើយមិញនេះទើបតែមិញនេះទេបាច់ខាងទៀតនៃថ្មដើមកាលពី3ឆ្នាំមុនត្រូវគេដឹកជញ្ជូនត្រឡប់មកពីភូមិវិញហើយឥឡូវនេះនៅអភិវឌ្ឍត្បូងយ៉ាងហៅត្រូវបានគេកាត់មួយកាំបិតរឿងការនោះខ្លាចថាលាក់លែងចិត្តហើយល្អបន្ទាប់ពីចាក់ចេញពីពិធីជប់លៀងឈេសិនទីបំផុតបានដឹងពីមាត់របស់បាវហ្គេងអំពី3ឆ្នាំមុននៅការពិតទាំងស្រុងដែលឪពុកត្រូវគេប្រមាថមើលងាយគឺបែលយេទាំងនិងថេងមៀវសហការគ្នាធ្វើថ្មដើមបន្លំបោកប្រាស់យកទ្រព្យសម្បត្តិទាំងអស់របស់ឪពុកបំណុលឈាមមួយនេះខ្ញុំត្រូវតែទារមកវិញឲ្យគ្រប់ចំនួនឈីហ្សែនឈិងតាមិនអីទេខ្ញុំមិនអីទេអរគុណហ្សែនយោខ្លាំងណាស់ថ្ងៃនេះបើគុំតែបានការអញ្ជើញមកខ្ញុំក៏មិនបានដឹងពីការពិតដែលឪពុកខ្ញុំត្រូវទេរៀបចំជើងក្អែកកាលពីពេលនោះដែរខ្ញុំស្មានមិនដល់សោះថាមនុស្សតកូលបែលហ៊ានធ្វើរឿងបែបនេះព្រមទាំងថេងមៀវនៃតកូលថេងទៀតគឺបែលយេទាំងនិងថេងម៉ៃមៀវអាក្រក់គ្មានសាសនាមែនបញ្ជីមួយនេះខ្ញុំនឹងទារពីពួកវាដោយផ្ទាល់ដៃពេលថ្ងៃទៀតជាពិព័រណ៍ត្បូងប្រចាំឆ្នាំយេងហៅនិយាយថាផ្នែកខាងទៀតនៃថ្មដើមកាលពីពេលនោះនឹងបង្ហាញវត្តមាននៅក្នុងពិព័រណ៍មែនទេចាស់ត្រូវហើយឲ្យតែខ្ញុំអាចយកថ្មដើមនោះបាននឹងអាចរកឃើញពុស្តាងរឹងមាំដែលបែលយេនិងថេងមៀវធ្វើបន្លំបានហើយដើម្បីលាងជម្រះភាពយុត្តិធម៌ឲ្យពុកខ្ញុំប៉ុន្តែត្រកូលបែលនិងត្រកូលថេងមានឥទ្ធិពលមិនតូចទេនៅយេងហៅការទល់នឹងពួកវាទោះជារឿងនេះពោពេញដោយឧបសគ្គក៏ដោយក៏ខ្ញុំត្រូវតែទៅដែរអញ្ចឹងខ្ញុំទៅកំដរពិព័រណ៍នោះគឺឪពុកខ្ញុំជាអ្នករៀបចំខ្ញុំអាចជួយបានម្យ៉ាងទៀតបែលយេទាំងច្បាស់ជាមិនបណ្ដោយឲ្យយកបានថ្មដើមនោះដោយងាយទេគេប្រកាសជាប្រើគ្រប់មធ្យោបាយអាក្រក់ទៅម្នាក់ឯងគ្រោះថ្នាក់ណាស់អរគុណហ្សែនដាវណាស់ជាមួយខ្ញុំចាំបាច់គួរសមអីទៀតពិព័រណ៍ត្បូងកញ្ចក់ប្រចាំឆ្នាំនៅយេងហៅជាព្រឹត្តិការណ៍ជួញដូរថ្មត្បូងកញ្ចក់ធំបំផុតនៅយេងហៅរៀងរាល់ឆ្នាំមានថ្មត្បូងកញ្ចក់មកពីជុំវិញពិភពលោកត្រូវបានដាក់បង្ហាញនៅទីនេះការដេញថ្លៃសរុបលើសពី 10,000 លានទីនេះជាឋានសួគ៌នៃពួកលេងថ្មក៏ជានរករបស់ពួកផ្សងព្រេងដែរមនុស្សរាប់មិនអស់ខ្លាចជាមានត្រឹមមួយយប់នៅទីនេះហើយក៏មានមនុស្សជាច្រើនត្រូវអស់រលីងពីខ្លួនដែរជាវសេខ្ញុំឲ្យគេស៊ើបដឹងច្បាស់ហើយបំណែកពាក់កណ្ដាលទៀតនៃថ្មដើមឆ្នាំនោះពិតជាមាននៅក្នុងពិព័រណ៍លើកនេះមែនលេខកូដគឺ089នៅតំបន់តាំងបង្ហាញជាន់ខ្ពស់តម្លៃចាប់ផ្ដើមគឺ5លានអាបោសេរីងនោះបានបញ្ចេញដំណឹងហើយមិនឲ្យនរណាម្នាក់ដណ្ដើមថ្មដើមនេះជាមួយវាឡើយនរណាហ៊ានដណ្ដើមគឺស្មើនឹងតាំងជាមួយត្រកូលបាវវាកាន់តែមិនឲ្យដណ្ដើមខ្ញុំរត់តែត្រូវតែដណ្ដើមថ្មដើមមួយដុំនេះជាពុស្តាំងតែមួយគត់ដើម្បីលេងចំណេះលេខឲ្យពួកខ្ញុំត្រូវតែយកវាឲ្យបានឈៀវសេកុំបារម្ភត្រកូលឆៃនពួកយើងប្រកាសជានៅខាងឯងថ្មដើមមួយដុំនេះពួកយើងនឹងដេញថ្លៃជាមួយឯងទោះជាត្រូវបែកបាក់មុខមាត់ជាមួយត្រកូលបាវពួកយើងក៏មិនខ្លាចដែរត្រូវហើយស៊ីសែនឆេងពួកយើងគាំទ្រឯងអរគុណលោកថែនអរគុណច្រើនហើយគួរសមជាមួយខ្ញុំធ្វើអ្វីឪពុកឯងជាយដោកាលនោះជាបងប្អូនរួមសុខទុក្ខជាមួយខ្ញុំចំពោះរឿងដែលគាត់ត្រូវគេចោទប្រកាន់ក្នុងចិត្តតាម្នាក់នេះក៏មិនស្រួលដែរលើកនេះខ្ញុំត្រូវតែជួយគាត់រកយុទ្ធធម៌ឲ្យបាន
ពីពណ៌យើងហៅប្រើប្រាស់វិធីដេញថ្លៃតាមការដាក់សញ្ញាមនុស្សគ្រប់គ្នាសុទ្ធតែអាចដាក់តម្លៃលើធម្មតាដែលខ្លួនពេញចិត្តនរណាឲ្យថ្លៃខ្ពស់ជាងគេនឹងទទួលបានពេលដាក់តម្លៃមានតែ3ថ្ងៃប៉ុណ្ណោះ3ថ្ងៃក្រោយនឹងប្រកាសលទ្ធផលនរណាដាក់ថ្លៃខ្ពស់ជាងថ្មដើមនឹងបានទៅគេថ្មដែលមានតម្លៃខ្ពស់បំផុតនឹងក្លាយជាស្តេចថ្មនៃពិព័រណ៍នេះគឺថ្មដើមមួយដុំនេះហើយតែកាលពី3ឆ្នាំមុនធ្វើឲ្យពុកដ៏ល្បីល្បាញនៅជែងហៅត្រូវអស់រលីងពីខ្លួនត្រឹមមួយយប់ហើយក៏ជាថ្មដើមមួយដុំនេះដែរដែលលាក់បាំងភស្តុតាងខ្លែងបន្លំរបស់ Bowsering និង Tang Mu Miao ខាងក្នុងថ្មដើមមានស្នាមធ្វើខ្លែងខ្លាយដោយមនុស្សស្នាមបិទភ្ជាប់ស្បែកថ្មឃើញច្បាស់ល្អនៅតំបន់ស្នូលនៃថ្មពិនិត្យឃើញត្បូងកញ្ចក់អធិរាជពណ៌បៃតងទំហំប៉ុនកណ្ដាប់ដៃខ្សែឈាមដែលដេកលក់រាប់ពាន់ឆ្នាំបានភ្ញាក់ឡើងហើយឯងសំណាងធំហើយខ្ញុំជាត្បូងកញ្ចក់អធិរាជបៃតង King Long Yanyu មនុស្សដែលបានឃើញខ្ញុំនឹងទទួលបានសំណាងធំសំណាងល្អបន្តបន្ទាប់ជោគជ័យគ្រប់ភារកិច្ចហាខ្សែឈាមដែលដេកលក់រាប់ពាន់ឆ្នាំបានភ្ញាក់ឡើងហើយឯងសំណាងធំហើយខ្ញុំជាត្បូងកញ្ចក់អធិរាជបៃតង King Long Yanyu មនុស្សដែលបានឃើញខ្ញុំនឹងទទួលបានសំណាងធំសំណាងល្អបន្តបន្ទាប់ជោគជ័យគ្រប់ភារកិច្ចហាស្អីគេប្រែជាត្បូងកញ្ចក់អធិរាជបៃតង King Long Yanyu សោះតម្លៃលើទីផ្សារគឺ300លានកាលនោះពេលយ៉ាថេងនិងថេងម៉ៃមីអូគ្រាន់តែនៅលើត្បូងឆៅបិទប្រទេសត្បូងបៃតងអធិរាជមួយប្រទេសដើម្បីបន្លំប៉ុន្តែពួកវាមិនដឹងសោះថាខាងក្នុងថ្មឆៅមួយដុំនេះពិតជាលាក់ទុកនៅត្បូងបៃតងអធិរាជថ្នាក់កំពូលលើកនេះសំណាងធំហើយ Xi Jinping ឲ្យ Xi Jinping ស្មានមិនដល់ថាឯងហ៊ានមកមែនមិនចង់មកដណ្ដើមថ្មឆៅនេះឬហេថ្មឆៅនេះឪពុកខ្ញុំដេញថ្លៃបានកាលពីមុនឥឡូវវាមកបង្ហាញនៅទីនេះប្រកាសជាមានចំណែកខ្ញុំហើយហេអ្វីខ្ញុំមិនហ៊ានមកហេ Xi Jinping ខ្ញុំទូលមានកុំប្រមាណសមត្ថភាពខ្លួនឯងពេកថ្មឆៅមួយដុំនេះប៉ាវជាពួកយើងត្រូវតែយកឲ្យបានតម្លៃចាប់ដើម5លានអញយកស្អីមកដណ្ដើមជាមួយពួកយើងកុំស្មានថាបានលុយបន្តិចបន្តួចគឺអាចមកប្រជែងជាមួយប៉ាវជាពួកយើងបាននោះត្រូវហើយ Xi Jinping ឲ្យ Xi Jinping បើដឹងខ្លួនប្រញាប់ទៅឲ្យឆ្ងាយទៅកុំនៅទៅភ្នែកនៅទីនេះបើពុំនោះទេកុំបន្ទោសថាមិនក្រែងចិត្តអាល្អិតសំដីធំសម្បំណាស់ផ្សារដេញថ្លៃជារបស់គ្រប់គ្នាមិនមែនជារបស់ប៉ាវជាទេហ៎ថ្មឆៅមួយដុំនេះស៊ីវស៊ីពួកយើងទារយកឲ្យបានខ្ញុំចង់មើលអញអាចធ្វើអ្វីបានខ្ញុំប្រាប់ Chai Dodo នេះជារឿងបុគ្គលរវាងខ្ញុំនិងអាល្អិតនេះយកល្អគុំលូកដៃអីក្រែងលោកខូចទំនាក់ទំនងគ្រួសារទាំងពីរ Xi Jinping ជាមនុស្សដែលខ្ញុំរាប់អានរឿងរបស់គេគឺជារឿងរបស់ខ្ញុំហើយចង់ប៉ះពាល់គេត្រូវឆ្លងកាត់ខ្ញុំសិនល្អណាស់ Chai Dodo បើនៅតែចង់ការពីគេខ្ញុំគ្មានអីត្រូវនិយាយទៀតទេចាំជួបគ្នានៅកន្លែងដេញថ្លៃហើយខ្ញុំចង់ដឹងណាស់ថាពួកឯងមានលុយប៉ុន្មានមកដណ្ដើមថ្មឆៅនេះជាមួយខ្ញុំ Belja Tang កុំបារម្ភថ្មឆៅនេះខ្ញុំមុខជាដេញថ្លៃយកឲ្យបានអ្វីដែលឯងធ្វើលើពុកខ្ញុំកាលពីមុនបំណុលមួយនេះខ្ញុំនឹងទារគិតគូរជាមួយពួកឯងបន្តិចម្ដង Xi Jinping មិនអីទេខ្ញុំមិនអីទេហ៎ពួកវាកាន់តែចង់រារាំងខ្ញុំកាន់តែត្រូវតែយកថ្មឆៅនេះឲ្យបានស៊ីវស៊ីកុំបារម្ភថ្មឆៅនេះទោះបីដេញថ្លៃដល់រាប់រយរាប់ពាន់លានក៏ដោយក៏ខ្ញុំជួយដណ្ដើមយកមកឯងដែរលោកឈៀនថ្មឆៅនេះខ្ញុំជឿជាក់ថាអាចយកបានក្នុងតម្លៃទាបបំផុតហាការប្រជែងដេញថ្លៃសម្ងាត់លើថ្មឆៅលេខ088ក៏បានចាប់ផ្ដើមឡើង Belja Tang ដើម្បីកំទេចភស្តុតាងហ៊ានលះបង់គ្រប់យ៉ាងចំណែក Xi Jinping មិនត្រឹមតែត្រូវយកភស្តុតាងដើម្បីលាងជម្រះក្តីឲ្យពុកថែមទាំងត្រូវលាតត្រដាងពីសម្ងាត់នៃថ្មឆៅនេះដែលត្រូវបានកប់ចោលជាច្រើនឆ្នាំស៊ីវស៊ីនៅសល់ពេល2ថ្ងៃទៀតការដេញថ្លៃនឹងបញ្ចប់មិនទាន់ដាក់តម្លៃលើថ្មឆៅលេខ088ទៀតទេឥឡូវដាក់ថ្លៃទៅវានឹងធ្វើឲ្យ Belja ដឹងពីតម្លៃបាត់របស់គេហើយតម្លៃឡើងពួកយើងត្រូវរងចាំដល់នាទីចុងក្រោយនៃការដេញថ្លៃដើម្បីដាក់តម្លៃសមស្របបំផុតយកថ្មធម្មជាតិនេះឲ្យបានប្រភេទ Beng Chong Pio Love តម្លៃ2លានប្រភេទ Bolejong Zhenjiang Love តម្លៃ8លានប្រភេទ Beng Hong Chan Deke តម្លៃ15លាន Xi Jinping ឯងមើលថ្មធម្មជាតិជាង20ដុំហើយឬមួយក្នុងថ្មទាំងនេះសុទ្ធតែមានត្បូងលំដាប់ខ្ពស់ថ្មទាំងនេះសុទ្ធតែត្រូវគេមើលរំលងតម្លៃត្បូងខាងក្នុងខ្ពស់ជាងតម្លៃចាប់ផ្ដើមដេញថ្លៃឆ្ងាយណាស់ជាឱកាសរបស់យើងនៅក្នុងការដេញថ្លៃលើកនេះព្រះឲ្យឯងពូកែខ្លាំងណាស់មើលតែមួយផ្លែតក៏ដឹងថាក្នុងថ្មមានត្បូងឬអត់គ្មានអ្វីចម្លែកទេដែល Belja ទាំងមិនមែនជាគូប្រជែងរបស់ឯង Xi Jinping ពិតជាឯងមែនហាខ្ញុំបានឮពីរឿងរ៉ាវល្បីល្បាញរបស់ឯងនៅជែងហៅយូរហើយ800ដេញបានប្រភេទ Bolejong 10000កាត់បាន Bolejong Zhenjiang Love ពិតជាពូកែខ្លាំងណាស់លោក Lucky លើសរសើរពេកហើយគ្រាន់តែសំណាងល្អប៉ុណ្ណោះកុំតន់ប្រកែកអីខ្ញុំលេងត្បូងពេញមួយជីវិតមិនដែលឃើញនរណាម្នាក់មានភ្នែកមុតស្រួចដូចឯងទេគួរសំពេចហើយខ្ញុំចៃដន្យមានរឿងមួយចង់សុំឲ្យឯងជួយប្រាប់មកឲ្យតែខ្ញុំធ្វើបានគ្មានបញ្ហាទេ3ថ្ងៃទៀតបើការដេញថ្លៃខ្ញុំនឹងដេញយកថ្មលេខ088ដែលជាថ្មកាលពីមុនឪពុកខ្ញុំកាត់ខូចនោះខ្ញុំចង់សុំឲ្យឯងជួយពិនិត្យ
មើលស្នាមបន្លំនៅលើថ្មធម្មជាតិនេះថាតើអាចយើងជំនះកំហុសឲ្យពួកខ្ញុំបានឬអត់គ្មានបញ្ហាទេរឿងនេះខ្ញុំបានរយូរហើយលោកជាយាដៅកានោះជាចាស់ព្រឹទ្ធាចារ្យដែលខ្ញុំគោរពខ្លាំងណាស់លោកត្រូវគេទម្លាក់កំហុសខ្ញុំចង់ធ្វើអ្វីមួយជូនលោកយូរមកហើយរឿងនេះទុកលើខ្ញុំចុះអរគុណឯងខ្លាំងណាស់ឡាគីលពេលវេលាកន្លងផុតទៅបន្តិចម្ដងនៅសល់ពេលរហូតដល់បញ្ចប់ការដេញថ្លៃត្រឹមតែ1ម៉ោងចុងក្រោយប៉ុណ្ណោះកន្លែងដេញថ្លៃទាំងមូលក៏កុញដោយមនុស្សគ្រប់គ្នាកំពុងប្រញាប់ប្រញាល់នៅនីតិចុងក្រោយដើម្បីដាក់ដេញថ្លៃថ្មដែលខ្លួនពេញចិត្តហើយការប្រកួតប្រជែងយកថ្មលេខ088ក៏ឈានចូលដល់ដំណាក់កាលក្តៅគុកស៊ីសេនឆេង12លានតើតិចពេកទេបែលហ្គេរៀងដាក់10លានរួចហើយគេប្រហែលជាអាចថែមថ្លៃទៀតត្រូវហើយសេតូចឬមួយពួកយើងដាក់20លានតែម្ដងទៅឲ្យច្បាស់ការប្រកាសជាយកបានមិនបាច់ទេ12លានគឺគ្រប់គ្រាន់ហើយបែលហ្គេរៀងទោះជាចង់បានថ្មនេះប៉ុន្តែក្នុងចិត្តគេដឹងច្បាស់ថាថ្មមួយដុំនេះនៅក្នុងភ្នែករបស់មនុស្សគ្រប់គ្នាសុទ្ធតែជាថ្មសំណល់គ្មានតម្លៃគេមិនអាចដាក់ថ្លៃខ្ពស់ពេកទេបើមិនដូច្នេះទេនឹងធ្វើឲ្យគេសង្ស័យកុំបារម្ភអីស៊ីសេនឆេងខ្ញុំទូលមានអញកុំខំប្រឹងអត់ប្រយោជន៍អីពួកយើងបានដាក់11លានរួចហើយតើអញយកស្អែកមកដណ្ដើមជាមួយពួកយើងហឹសប្រញាប់ចុះចាញ់ទៅអូចឹងមិនប្រកាសទេថ្មដើមលេខ088នេះធ្លាក់លើដៃនរណាមិនទាន់ដឹងទេហឹសស៊ីសេនឆេងអញពូកែសម្ដាញ់ណាស់ចាំពេលប្រកាសលទ្ធផលចង់ដឹងថាសាច់ចេញទៀតអត់ចាំមើលទៅអាស៊ីអញច្បាស់ក្នុងចិត្តមែនទេកុំបារម្ភអីឆេនយូប្រកាសលទ្ធផលដឹងហើយការប្រកាសលទ្ធផលដេញថ្លៃចាប់ផ្ដើមជាផ្លូវការសូមមើលលទ្ធផលឈ្នះលើអេក្រង់ធំទាំងអស់គ្នាកប់សេរីម្នាក់នេះពូកែខ្លាំងណាស់ដេញបានថ្មដើមជាង20ដុំទាំងអស់ហើយថែមទាំងយកបានក្នុងតម្លៃប្រហាក់ប្រហែលតម្លៃចាប់ផ្ដើមទៀតលើកនេះមានធំហើយបន្ទាប់មកអ្នកឈ្នះថ្មដើមលេខ088គឺស៊ីសេនឆេងអបអសាតូស៊ីសេនឆេងតម្លៃឈ្នះដេញថ្លៃគឺ12លានហាល្អណាស់អាអូនដឹងស្រាប់ហើយថាឯងមិនធម្មតាទេរឿងល្អមើលនៅខាងក្រោយទៀតវាមិនអាចទេគេមិនក៏គេស្មានត្រូវច្បាស់ម្លេះអាសមត្ថភាពសំបីតែថ្មមួយដុំក៏យកមិនបានហេចិញ្ចឹមអញទុកមានប្រយោជន៍អីស៊ីយ៉ាងឆេងហេគិតថាដេញបានថ្មនេះអាចរកភស្តុតាងឃើញមែនទេអញមិនបណ្ដោយឲ្យឯងសម្រេចបំណងទេទោះឯងបានថ្មដើមនឹងក៏ដោយអញក៏អាចធ្វើឲ្យឯងបិទមាត់ជារៀងរហូតបានដែរមើលទៅពួកឯងបំរុងលេងធ្ងន់ដែរហើយតាអេសេលទ្ធផលក៏សក់វិច័យចេញហើយកន្លែងចាត់មុខថ្មដើមនេះមានស្នាមបិទកៅបំណាយ៉ាងច្បាស់ជាការបន្លំធ្វើឡើងដោយមនុស្សហើយពេលបិទភ្ជាប់នឹងគឺចំការពី3ឆ្នាំមុននេះជាភស្តុតាងរឹងមាំបេះបិទពុកមើលឃើញទេពុកត្រូវគេចោទប្រកាន់ដោយអយុត្តិធម៌កូនបានផ្ដោតភាពស្អាតស្អំជូនពុកវិញហើយស្មានមិនដល់ថាជាយាយដេវកាណោះត្រូវគេចោទប្រកាន់សោះយ៉ាប់មកបែលជាថែងនេះហួសហេតុពេកហើយហ៊ានធ្វើរឿងអាក្រក់ខូចខើបែបនេះកើតស៊ីយ៉ាងឆេងប្រកូលថ្មដើមមកបែលជាថែងអញចង់ធ្វើស្អីហើយយ៉ាងនេះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំជាមួយស៊ីសេនឆេងល្អបំផុតកុំចេះដឹងអីបែលជាថែងមិនដែរត្រូវខ្ញុំវេកមុខហើយចង់មកលាឡំនៅទីនេះឬហេរបាយការណ៍កសលវិច័យនេះខ្ញុំបានប្រកល់ជូនសមត្ថកិច្ចរួចហើយរឿងឯងនឹងថែមឲ្យមានបន្លំធ្វើខ្លាំងៗមួយនេះរឿងឪពុកខ្ញុំត្រូវបានគេបើកសំណុំរឿងស៊ើបអង្កេតហើយពួកឯងរត់មិនរួចទេពួកយើងប្រញាប់រត់ទៅហេរត់ទៅណាស៊ីយ៉ាងឆេងឯងដាច់ចិត្តណាស់តែឯងកុំអាល់អោយសោះទោះអញជាប់គុកក៏ដោយក៏អញកុំសង្ឃឹមថានឹងរស់បានសុខដែរថ្មដើមមួយដុំនេះគឺជាថ្មនៃទាំងស្រុងខាងក្នុងសុទ្ធតែជាកំទេចថ្មប៉ុណ្ណោះឯងចំណាយ12លានទិញថ្មនៃហេចង់មើលថាឯងដោះស្រាយយ៉ាងម៉េចអូចឹងពួកឯងគិតថាមួយដុំនេះគ្រាន់តែជាថ្មនៃមែនទេពួកឯងដឹងត្រឹមបិទបន្ទះស្ដានពីលើដើម្បីបន្លំហេតែបែរជាមិនដឹងសោះថាខាងក្នុងថ្មដើមមួយដុំនេះមានលក្ខណៈវត្ថុអ្វីឲ្យប្រកាសហាស៊ីយ៉ាងឆេងឯងឈួតហើយដឹងថ្មមួយដុំនេះកាលនោះឪពុកឯងកាត់មួយកាំបិទរួចហើយខាងក្នុងសុទ្ធតែថ្មប្រយោជន៍តើអាចចែកចេញជាពណ៌បៃតងកាទៀតឬឯងនិយាយត្រូវហើយខាងក្នុងពិតជាមានពណ៌បៃតងមែនស៊ីយ៉ាងឆេងឲ្យស៊ីយ៉ាងឆេងបើថ្មកំពេចកំពុកនេះអាចចេញពណ៌បៃតងបានអញនឹងក្រាបសំពាហ៍ឯង10ដងនៅនឹងកន្លែងតែម្ដងនេះជាសម្ដីឯងនិយាយទេណាបានលើទាំងអស់គ្នាហើយមែនទេថ្ងៃនេះអញនឹងឲ្យឯងមើលថាថ្មដែលពួកឯងចាត់ទុកជាថ្មសំណល់មួយដុំនេះតើមានអ្វីឲ្យប្រកាសប្អូនប្រុសជួយកាត់ចំកណ្ដាលថ្មឲ្យខ្ញុំមួយកាំបិតបាទថៅកែនេះជា
ฮ่าฮ่าคิงลองเย็นอยู่ត្បូងអធិរាជបៃតងយកបានហើយគឺคิงលองเย็นอยู่ព្រះអើយពិតជាត្បូងអធិរាជបៃតងសាច់កញ្ចក់មែនតើខ្ញុំកំពុងយល់សប្តិព្រះជាម្ចាស់អើយខ្ញុំនឹកស្មានមិនដល់សោះថានៅក្នុងថ្មសំណល់ដែលខ្ញុំធ្លាប់ប្រើដើម្បីបន្លំការនោះបែរជាលាក់ធេងឡងយេនយូដកមកលើលោកទៅវិញពួកយើងបានប្រកួតរត់តែវត្ថុប្រមាណ300លានដោយចាត់ទុកជាថ្មសំណល់ទៅឲ្យ Shi Shen Cheng បាត់ទៅហើយពិតជាមើលមិនខុសមែនត្បូងក្បាលខេងឡងយេនយូសាច់កញ្ចក់បៃតងអធិរាជពេញលេញគ្មានស្នាមប្រេះពណ៌ពេញល្អណាស់អូនប្រុសខ្ញុំឲ្យ300លានលក់ឲ្យខ្ញុំមកខ្ញុំឲ្យ350លានពេលលុយឲ្យឡើងនេះតែម្ដងខ្ញុំឲ្យ400លាន500លាន1000លានល្អណាស់ប្រុសក្មេងវិញ្ញាណខនឪពុកឯងនៅលើមេឃប្រកាសជាមានមោទនភាពចំពោះឯងមិនខានពូកែណាស់ជាវសេត្បូងខេងឡងយេនយូមួយដុំនេះពិតជាស្ដេចដេញថ្លៃប្រចាំឆ្នាំនេះហើយឯងខ្លាយជាកម្ពូលអ្នកជំនាញពិតប្រាកដហើយ Shi Shen Cheng ឈ្នះហើយគេមិនត្រឹមតែឈ្នះការប្រកួតផ្ដាច់ព្រាត់នេះទេថែមទាំងដណ្ដើមយកមកវិញនៅឋានៈរបស់ត្រកូល Shi នៅយ៉ាងហៅទៀតផង Rando អរគុណដែលនៅក្បែរខ្ញុំរហូតមកគួរសំអីជាមួយខ្ញុំទៅថ្ងៃមុខខ្ញុំនឹងនៅក្បែររហូតប្រាប់មើលតើប៉ាខ្ញុំនឹងមានមោទនភាពចំពោះខ្ញុំទេពិតជាមានប្រកាសមែនរូបលោកពិតជាមានមោទនភាពចំពោះឯងជាកំហិតឯងមិនត្រឹមតែលៀងជំរះការទម្លាក់កំហុសឲ្យលោកទេថែមទាំងបានខ្លាយជាស្ដេចត្បូងពិតប្រាកដនៅយ៉ាងហៅទៀតផងមានអ្នកខ្លះនិយាយថាការផ្សងសំណាងនឹងថ្មត្បូងគឺអាស្រ័យលើជោគវាសនាកាត់មួយកំបិតឡើងឋានសួគ៌កាត់មួយកំបិតធ្លាក់នរកតែខ្ញុំដឹងថាការផ្សងសំណាងនឹងថ្មត្បូងមិនដែលអាស្រ័យលើសំណាងឡើយគឺអាស្រ័យលើភ្នែកស្រទះលើទំនុកចិត្តនិងការតស៊ូប្រឈមមុខតែមានរបស់ខ្ញុំនឹងបង្កើតអភូតហេតុកាន់តែច្រើននៅក្នុងពិភពត្បូងហើយខ្ញុំក៏នឹងបន្តប្រកាន់ខ្ជាប់នៅបេះដូងដាំរបស់ខ្លួនប្រកាន់ខ្ជាប់នៅពាក្យប្រដៅរបស់ឪពុកដើរទៅមុខជានិច្ចនៅលើផ្លូវផ្សងសំណាងនឹងថ្មត្បូងនេះដើម្បីក្លាយជាស្ដេចគ្មានមកុដដ៏ពិតប្រាកដ